ជំរាបសួរនិងសួស្តីទៅកាន់គ្នាយើងទាំងអស់គ្នាជួបជាមួយខ្ញុំ Lina Steel Chua ហើយខានចេញវីដេអូយូរដែរតាក់ទងនឹង Game Sampi តែឥឡូវក៏អត់មានអីសូពី Game Sampi ដែរខ្ញុំក៏មកប្រាប់ដំណឹងតាក់ទងនឹងក្រុងទៅកាន់គ្នាយើងគឺក្រុង Royal ជិតបើកដំណើរការមកវិញឆាប់ៗហើយតែអត់ដឹងថាថ្ងៃណាទេអត់ហ៊ានបញ្ជាក់ប្រាប់គ្នាយើងបន្ថែមហើយសម្រាប់គ្នាយើងដែលគាត់ចង់ដឹងតាក់ទងនឹងការបើកក្រុងត្រឡប់មកវិញគ្នាយើងអាច join ទៅនឹង group Telegram និង group Discord គ្នាយើងអាចឆាតមកខ្ញុំផ្ទាល់ដើម្បីសុំ link Telegram និង link Discord បានដោយសារអីពេលដែលខ្ញុំតម្លាក់ link នៅក្នុង comment អីគឺវាឲ្យតម្លាក់អញ្ចឹងអធិស្ឋានគ្នាយើងអាចឆាតមកខ្ញុំផ្ទាល់បានហើយដំណឹងមួយទៀតតាក់ទងនឹងក្រុង Royal Premium ពីមុនពេលដែលគ្នាយើងចង់ចូលលេងគឺគ្នាយើងត្រូវតែចុះឈ្មោះនិងបំពេញព័ត៌មានមួយចំនួនតាមរយៈ Telegram មួយតង់ទៀតទើបអាចទៅចុះឈ្មោះជាមួយនឹង bot server នៅក្នុង Discord បានតែឥឡូវដំណឹងល្អមែនតើគ្នាយើងគឺក្រុងបើកឲ្យអ្នកគ្នាចូលលេង free តែម្ដងមិនចាំចុះឈ្មោះទេប៉ុន្តែគឺតម្រូវឲ្យគ្នាយើងមានកម្មវិធី Discord បើគ្នាយើងអត់មានកម្មវិធី Discord គ្នាយើងអាចចុះឈ្មោះចូលលេងបានទេដោយសារអឺ server ត្រូវភ្ជាប់គ្នាជាមួយ Discord ទើបអាចចូលលេងបានទោះគ្នាយើងបាន IP ពីមិត្តភ័ក្តិចូលទៅលេងបើគ្នាយើងអត់បានចុះឈ្មោះជាមួយ bot server តាម Discord ទេគឺលេងអត់កើតទេអញ្ចឹងតម្រូវឲ្យគ្នាយើងមានកម្មវិធី Discord ជាចាំបាច់ហើយតើតើនឹងការចុះឈ្មោះលេងfree គ្នាយើងត្រូវតែគោរពគោលការណ៍ច្បាប់ក្រុងធម្មតាទេតែគាត់ថាយើងមានអីលេងថ្មីឲ្យគ្នាយើង chill ជាងមុនបន្តិចយើងបើករៀងធូរខ្លះយើងមិនតឹងដូចមុនខ្លាំងពេកទេប៉ុន្តែគ្នាយើងត្រូវតែគោរពបើគ្នាយើងលេងខុសគឺពួកយើងមិនចេញពីក្រុងដូចគ្នាអញ្ចឹងសម្រាប់ព័ត៌មានគឺខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងនឹងការបើកនឹងការចុះឈ្មោះហើយតាក់ទងនឹងរបៀបអឺចុះឈ្មោះតាមរយៈ Discord អានឹងយើងនឹងចេញវីដេអូនៅពេលក្រោយពេលដែលក្រុងបើកដំណើរការមកវិញអញ្ចឹងជួបគ្នាឆាប់ៗនៅក្នុងក្រុង Royal Premium 0.5ណាអ្នកនរគ្នាជូនពរគ្នាយើងសំណាងល្អសុខភាពល្អជួបគ្នាឆាប់ៗបាយបាយ